បាទដូចនេះហើយសូមមេត្តារៀនសូត្រឲ្យបានច្រើនហើយអនុវត្តខ្ញុំស្នើសូមឲ្យអនុវត្តបងប្អូន10នាទី20នាទីសូមអញ្ជើញទៅបោះឆ្នោតបាទគ្រប់គ្រងបុគ្គលណាដែលអាចកែច្នៃសង្គមយើងបានសូមមេត្តាកុំឲ្យអង្គុយនៅមួយកន្លែងខ្ញុំយល់ណាស់ទម្លាប់យើងអង្គុយមួយកន្លែងគឺពិបាកជាទីបំផុតនៅក្នុងការផ្លាស់ប្ដូរកម្មវិធីអ្វីមួយខ្ញុំឲ្យឧទាហរណ៍ខ្ញុំជួបមីងម្នាក់គាត់មានអាយុប្រហែលជា55 56ទេគឺប្រហែលខ្ញុំនឹងឯងគាត់ចេះភាសាខ្មែរគាត់បើកឡានបានគាត់និយាយខ្មែរបានសរសេរខ្មែរបាននិយាយអង់គ្លេសបានតិចតួចក៏ប៉ុន្តែអ្វីមួយដែលអនិច្ចានោះគាត់តាំងពីដើមមកគាត់តែងតែឲ្យគេជួយគាត់ទៅមន្ទីរពេទ្យគាត់ឲ្យគេបកប្រែគាត់ថាគាត់នឹងអត់ចូលចេះពេលណាគេបកប្រែខុសគាត់យល់ថាគេនឹងបកប្រែខុសតែអត់ហ៊ានកែគេទេគាត់ទៅសុំឲ្យគេធ្វើក្រដាសស្នាមឲ្យគេសរសេរខុសគាត់មើលឃើញថាខុសតែគាត់មិនហ៊ានកែគេទេព្រោះយើងទៅសុំគេជួយពីមួយឆ្នាំទៅមួយឆ្នាំមីងគាត់ធ្វើអញ្ចឹងរហូតដល់ឥឡូវនេះអាយុជិត60ហើយនេះគាត់មានទម្លាប់រត់ពឹងគេជួយរហូតទោះបីគាត់ចេះភាសាទោះបីគាត់និយាយតិចតួចបានតែគាត់ពឹងគេរហូតដល់គាត់ជាប់នៅក្នុងច្រវាក់នៅក្នុងការពឹងគេគាត់ខ្លាចគេរហូតបាទហើយខ្ញុំសួរថាចុះបើសិនជាអត់មានអ្នកបំពេញក្រដាសស្នាមឲ្យនោះតើមីងធ្វើដូចម្ដេចមីងក៏ឆ្លើយថាខ្ញុំនឹងរត់ទៅឲ្យគេម្នាក់ទៀតជួយបាទនេះគឺសប្តាហ៍មុនទេមិនមែនជារឿងចាស់ដែលខ្ញុំយកមកនិយាយការពីលើកមុនទេហើយខ្ញុំពិបាកម្យ៉ាងដែរព្រោះថាមីងខ្ញុំមិនអាចកែបានខ្ញុំមិនអាចជួយបានដោយសារតែគាត់មិនជួយខ្លួនគាត់រករកឲ្យគេជួយហើយអ្វីដែលក្រដាសស្នាមការបកប្រែគាត់ដឹងខ្លួនគាត់ទាំងអស់ពេលវេលាដែលគេនិយាយមកគាត់ដឹងពេលដែលគេសរសេរជូនគាត់ដឹងថាខុសគាត់ដឹងថាត្រូវតែអ្វីដែលគាត់មិនមាននោះសេចក្តីក្លាហានរបស់គាត់បាទពីមួយឆ្នាំទៅមួយឆ្នាំគាត់ពឹងគេរហូតថ្ងៃណាមួយមីងនឹងអត់មានអ្នកណាដែលត្រូវពឹងពេលវេលាដែលគេអាចជួយនៅពេលដែលមានកំហុសយើងអត់ប្រឹងធ្វើខ្លួនឯងទេយើងរត់រកឲ្យគេជួយរៀងរហូតបាទពេលខ្ញុំនិយាយក្តែងគាត់ថាមិនអីទេថ្ងៃស្អែកខាងស្អែកអញទៅដាក់ appointment ទៅជួបគេទៀតហើយបាទពេលណាគេមិននៅយើងខឹងគេប៉ុន្តែយើងអាចជួយខ្លួនឯងបានប៉ុន្តែក្នុងពេលវេលាសង្គមរបស់យើងនេះគឺដូចនេះឯងយើងរត់រកគេពឹងរត់រកគេជួយពេលណាដែលយើងអាចជួយខ្លួនឯងបានសោះយើងមានទម្លាប់ឲ្យគេជួយទម្លាប់នេះយូរទៅคล้ายជាការញៀននៅអ្វីបើគេមិនជួយទេយើងមិនហ៊ានបើគេមិនជួយទេយើងទៅមុខមិនកើតយើងមិនអាចរស់នៅដូចនេះបានទេហើយកូនចៅយើងគេនឹងសម្លឹងដូចគ្នាពេលណាដែលយើងទៅសុំឲ្យគេជួយយើងមានការពិបាកចិត្តណាស់នៅពេលណាគេមកលេតពេលណាគេធ្វើខុសពេលណាគេមានពេលជួបនឹងយើងពិបាកនៅក្នុងខ្លួនក៏ប៉ុន្តែអ្វីដែលមាននៅនឹងមុខយើងអាចជួយខ្លួនឯងបានតែយើងមានទម្លាប់ពឹងគេឥឡូវពេលដែលយើងស្លាប់ទៅកូនយើងចៅយើងនឹងរត់ទៅពឹងគេដដែលហើយទុកលំបាកដែលយើងមាននេះយើងបន្តទៅឲ្យកូនយើងចៅយើងហើយមីងពូសួរខ្ញុំថាហេតុអីបានជាក្មួយនិយាយអញ្ចឹងព្រោះទម្លាប់ដែលពូធ្វើមីងធ្វើនៅពេលដែលកំពុងតែលំបាកនេះកូនវាសម្លឹងមើលកូនមើលឃើញបាទដូច្នេះគេនឹងធ្វើតាមក្រដាសស្នាមធ្លាក់មកដល់រត់ទៅរកគេពឹងគួរជួយក៏ប៉ុន្តែពេលណាគេមិននៅយើងខឹងគេយើងមានការពិបាកនៅក្នុងអារម្មណ៍មានការពិបាកចិត្តនៅពេលណាដែលគេមិនមានពេលជួយយើងសុខចិត្តអង្គុយចាំគេមួយសប្តាហ៍បាទឬមួយក៏3 4ថ្ងៃយើងទម្រាំគេមកពេលគេមកដល់គេបំពេញតែ5នាទីចប់សំណុំរឿងដែលយើងរងចាំមួយអាទិត្យរងចាំ3 4ថ្ងៃនឹងដើម្បីឲ្យគេបំពេញឲ្យបាទដូច្នេះហើយនេះគឺជាទម្លាប់មួយដែលខ្ញុំមើលឃើញច្រើនឆ្នាំណាស់ហើយខ្ញុំចង់បំបែកទម្លាប់នេះប៉ុន្តែខ្ញុំមិនដឹងថាធ្វើបានមិនបានទេហើយខ្ញុំត្រូវការពូមីងបងប្អូនជួយគឺដើម្បីជួយខ្លួនឯងទេមិនមែនសម្រាប់ខ្ញុំទេក៏ប៉ុន្តែយើងត្រូវការបំបែកទម្លាប់នឹងទោះបីខ្លាចយ៉ាងណាក៏ដោយគឺត្រូវតែបំបែកទម្លាប់នឹងឲ្យបានបើមិនបំបែកទម្លាប់នឹងបានទេ5ឆ្នាំទៅមុខទៀតរត់រកឲ្យពឹងគេ10ឆ្នាំទៅមុខទៀតរត់រកពឹងគេ20ឆ្នាំទៅមុខទៀតរត់រកពឹងគេ
ตาពេលណាយើងអាចពឹងខ្លួនឯងបានតើយើងកើតជាតិនេះសម្រាប់តែពឹងគេរហូតឬមួយក៏យើងអាចធ្វើដោយខ្លួនឯងបានហើយឲ្យគេពន្យល់របៀបធ្វើគិតសម្រេចគិតសរសេរគិតនិយាយបាទគិតធ្វើអ្វីមួយដោយខ្លួនឯងទើបអាចជាការប្រសើរ